យកពាក្យ shape ហើយខ្ញុំទាញវាទៅជារាងបែបនេះបាទអញ្ចឹងដើម្បីទាញយករាងបែបហ្នឹងបានគឺយើងចុច mouse ស្ដាំមក point បាទ point ខ្ញុំទាញវាមកសួស្ដីអ្នកទាំងនេះអញ្ចឹងនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងនេះពីរបៀបធ្វើ invoice បែបនេះនៅក្នុងកម្មវិធី Microsoft Word បាទអញ្ចឹងទាក់ទងទៅនឹងលំហាត់បែបនេះពីច្រើនគឺខ្ញុំបង្ហាញអ្នកទាំងនេះនៅក្នុងកម្មវិធី Photoshop ក៏ប៉ុន្តែថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងនេះពីរបៀបនៃការបង្កើត invoice បែបហ្នឹងនៅក្នុងកម្មវិធី Microsoft Word វិញណាបាទអញ្ចឹងនៅក្នុងកម្មវិធី Microsoft Word គឺយើងអាចធ្វើបានដូចគ្នាមិនចាំបាច់តែយើងចេះ Photoshop ទេណាបាទអញ្ចឹងទាក់ទងនឹង invoice បែបនេះអ្នកទាំងគ្នាអាចរៀនធ្វើតាមខ្ញុំបាននៅក្នុងកម្មវិធី Microsoft Word អញ្ចឹងជំនាញដំបូងយើងចូលទៅបង្កើតกระดาษថ្មីមួយមកបាទអញ្ចឹងដោយសារទាក់ទងกระดาษថ្មីហ្នឹងគឺខ្ញុំបានបង្កើតហើយខ្ញុំកំណត់យក machine ប៉ុណ្ណឹងបាទអញ្ចឹងទាក់ទងទៅនឹង machine អ្នកទាំងគ្នាអាចចូលមក pick layout ហើយយើងយក machine មកយក custom machine ណាហើយយើងកំណត់យក machine របស់យើងឲ្យរៀងតូចតិចមកកុំយើងកុំទុកធំពេកបាទកាលណាយើងទុកធំពេកវាសល់ space បើយើងច្រើនហើយទៅនឹងកដាយើងយក page កដាបញ្ចូល portrait បាទហើយនេះគឺជា machine ដែលខ្ញុំកំណត់យកប៉ុណ្ណឹងបាទអញ្ចឹងបន្ទាប់ពីយើងកំណត់ហើយយើងចុច OK មកបាទចំណុចសារនេះខ្ញុំក៏ហើយហើយខ្ញុំអត់ OK ទេខ្ញុំ cancel វិញបាទអញ្ចឹងដើម្បីជំនាញដំបូងគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបនៃការគូ shape បែបនេះសិនបាទជំនាញដំបូងគឺខ្ញុំនឹងគូ logo នេះសិនបាទអញ្ចឹងទាក់ទងនឹងគូ logo យើងចូលមក insert ហើយយើងយកពាក្យ shape បាទអញ្ចឹងទាក់ទងនឹង shape យើងយក rectangle shape មកបាទយើងគូប៉ុណ្នេះយើងមិនចាំគូដល់លើពេកទេកាលណាតែយើងគូដល់លើពេកទោះបីតែយើងពេលយើង print មកក៏យើងនៅតែកាត់ដែរទេបាទអញ្ចឹងយើងគូប៉ុណ្ណឹងមកបាទអូខេអញ្ចឹងជំនាញបន្ទាប់យើងអញ្ចឹងមួយនេះខ្ញុំសុំទាញវាវែងតែម្ដងខ្ញុំយកខាងក្រោមគេនេះសិនបាទខ្ញុំសុំទាញវាវែងតែម្ដងអូខេខ្ញុំទាញវាឲ្យកាត់បែបហ្នឹងជំនាញបន្ទាប់គឺខ្ញុំចូលមកដូរពណ៌ចឹងដើម្បីដូរពណ៌បានយើងចូលមក shape fill នេះចុចលើវាមកយើងយកពាក្យ shape fill ហើយយើងអាចជ្រើសពណ៌បានណាទាក់ទងនឹងពណ៌យើងស្វែងពណ៌ណាយើងយកពណ៌ហ្នឹងទៅបាទបើសិនជាយើងចង់បានពណ៌ផ្សេងពីហ្នឹងយើងយកកន្លែង more fill color មកយើងអាចជ្រើសពណ៌បានបាទខ្ញុំតែរកពណ៌ទីអូខេយើងយកពណ៌ហ្នឹងអាច OK មកបាទហើយនេះដោយសារវាជាប់ fill ឃើញអក្សរឃើញពណ៌នេះវាចេញតូចអញ្ចឹងយើងបើសិនជាយើងអត់យកហ្នឹងទេយើងចូលមក shape fill យើងយក no fill ណាបាទអូខេចឹងបន្ទាប់យើងត្រូវគូរូបនេះបាទតោះហើយយើងចូលមក shape ដែរនេះយើងចូលមក shape យើងយក rectangle បាទ rectangle យើងគូឲ្យវារាងវែងតិចមកតោះគូប៉ុណ្ណឹងអូខេចឹងទៅត្រង់នឹងពណ៌គឺខ្ញុំយកពណ៌នេះសិនខ្ញុំដូរពណ៌សិនខ្ញុំយកពណ៌រាងស្មើបែបនេះបាទអូខេអញ្ចឹងខ្ញុំបបាត់ line សិនខ្ញុំយក no line ហើយខ្ញុំទាញវាទៅជារាងបែបនេះបាទអញ្ចឹងដើម្បីទាញយករាងបែបហ្នឹងបានគឺយើងចុច mouse ស្ដាំមកបាទ right click ហើយយើងយក edit point បាទ edit point ហ្នឹងមានទូនាទីសម្រាប់ទាញអា point របស់យើងនេះដែលយើងចង់សេរីឲ្យចេញរាងបែបហ្នឹងយើងត្រូវចុច mouse ស្ដាំមកណាបាទចុច mouse ស្ដាំហើយយក edit point យើងទាញវាមកចង់បានរាងបែបណាយើងទាញទៅតាមហ្នឹងណាយើងទាញវាឲ្យត្រង់មកបាទដើម្បីស្អាតអូខេទាញខាងលើតិចសិនហើយខ្ញុំខិតមកមុខវិញបាទខ្ញុំយកប៉ុណ្ណឹងហើយជំនាញបន្ទាប់ខ្ញុំ copy វាមួយបាទខ្ញុំអត់ចង់គូវាម្ដងទៀតទេអញ្ចឹងខ្ញុំ copy តែម្ដងចុច mouse ស្ដាំចុចពី copy ហើយចុច mouse ស្ដាំ paste បាទចុចពេលយើង paste យើងដូរពណ៌វាណាយើងចុចមិញវាចេញខាងលើនេះវាអត់ចេញ option ហ្នឹងឲ្យយើងអញ្ចឹងយើងចុចមកឆ្វេងពីរដងលឿនមកវាចេញហ្នឹងឲ្យយើងហើយយើងយកពី shape fill យើងដូរពណ៌មកពណ៌របស់យើងហើយយកពណ៌រាងដិតជាងមុននេះទៅបាទយកពណ៌ហ្នឹងហើយយើងបរួមវាតូចតិចបាទយើងទាញវាខាងមុខតិចមកអូខេអានេះយើងទាញវាឡើងលើវិញអានេះបើសិនជាវាអត់ស្មើទេយើងចាំ edit point វាតាមក្រោយទៀតណាឥឡូវខ្ញុំ copy វាមួយទៀតសិនបាទខ្ញុំចុច Ctrl C Ctrl V ក៏បានដែរហើយយើងដាក់ពណ៌វាមកពណ៌មាញ់ពណ៌នេះបាទខ្ញុំបរួមវាតូចបន្តិចមកដើម្បីត្រូវដូចគេបែបនេះណាបាទបាទបែបហ្នឹងយើងទាញវាខាត់មុខតិចមកអូខេហើយនេះយើងបរិចវាធំតិចមកបាទចឹងទៅទៅនឹងកន្លែងនេះបើសិនជាយើងចង់ edit វាថែមទៀតយើងអាច edit បានដោយសារខ្ញុំមើលទៅវាអត់ទាន់ស្មើទេយើងចុច mouse ស្ដាំមកចុចពាក្យ edit point យើងទាញវាឡើងលើតិចណាបីស្មើលើបាទអូខ
ហើយយើងអាចបរិចវាធំតិចបានបាទអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងយកប៉ុណ្្នឹងហើយបាទជាបន្ទាប់គឺយើងទៅសេអក្សរនេះសិនកន្លែងនេះយើងអាចដាក់ជា logo អីក៏បានដែរបាទអញ្ចឹងបើសិនជាយើងចង់ដាក់ជា logo យើងអាចចូល insert មកយើងគូ shape មួយមកបាទបាទគូប៉ុណ្្នឹងមកយើងចង់ដាក់ពីអីគេកន្លែងហ្នឹងខ្ញុំប្រហែលអ្នកទាំងគ្នាឲ្យដាក់ logo តែម្ដងបាទអញ្ចឹងកន្លែងហ្នឹងយើងគូ shape មួយមកដើម្បីដាក់រូប logo របស់យើងចូលណាបាទខ្ញុំសូមចូលទៅ download បាទអញ្ចឹងទៅទៅនឹង logo ខ្ញុំបាន download ហើយខ្ញុំបាន download ដាក់នៅលើកុំព្យូទ័ររបស់ខ្ញុំនេះជា logo ដែលខ្ញុំបាន download មកបាទអញ្ចឹងខ្ញុំចូលទៅ Word របស់យើងវិញហើយខ្ញុំ insert រូបនឹងចូលបាទអញ្ចឹងដើម្បីដាក់ logo នឹងបានយើងគូ save ហើយយើងចុច mouse ស្ដាំវាមកហើយយកពាក្យ fill យើងយក picture មកបាទអញ្ចឹង logo របស់យើងនៅណាអញ្ចឹងយើងដឹងហើយថាខ្ញុំបាន download ដាក់នៅក្នុងកុំព្យូទ័របាទអញ្ចឹងយើងចូលមក from a fill មកហើយចូល desktop ហើយនេះរូប logo របស់ខ្ញុំបាទចុចលើវាមកហើយចុចពាក្យ insert ចឹងវានឹងចូលនេះ logo នេះបាទតោះជំហានបន្ទាប់យើងអាចឆ្នៃ logo របស់យើងតិចក៏បានដែរបាទយើងអាចដាក់ជា shape effect យើងថែម glow ឬក៏យើងថែម shadow តិចក៏បានដែរវាមើលទៅវារៀងpost load ជាងមុនណាកុំឲ្យវាលិចទៅនឹង shape របស់យើងពេកបាទអូខេខ្ញុំយកពណ៌ហ្នឹងចុះបាទតោះឥឡូវយើងធ្វើតទៀតជាស្រ័យយើងចូលមកកន្លែងនេះបាទទីតងតំណែងអក្សរនេះគឺខ្ញុំនឹងប្រើ text box បាទអញ្ចឹងទីតងអក្សរបែបហ្នឹងបើសិនជាយើងទៅសេលើ save តែម្ដងវាពិបាកនឹងកែអញ្ចឹងខ្ញុំrecommend ឲ្យអ្នកទាំងគ្នាប្រើ text box ចុះបាទអញ្ចឹងចូល insert មកយក text box នេះយកលើគេនេះមកបាទអញ្ចឹងដោយសារ text box របស់យើងវាជាប់អក្សរហើយនឹងវាជាប់ fill នេះអញ្ចឹងដើម្បីបំផាត់background ពណ៌សហ្នឹងបានយើងចុច mouse ស្ដាំលើវាមកយើងយក cursor របស់យើងដាក់លើបន្ទាត់នេះមកនេះដាក់ឲ្យចំ line នេះមកឲ្យចេញសញ្ញាបែបហ្នឹងចុច mouse ស្ដាំមកយើងយក fill ហើយយើងយកពាក្យ no fill ក៏តែយើងយក no fill ហើយបាត់ fill ហើយដល់ like វានៅជាប់ outline ពណ៌ខ្មៅនេះអញ្ចឹងយើងចុចម្ដងទៀតយើងយក outline យើងយក no outline បាទអញ្ចឹងប៉ុណ្ណឹងយើងទៅសេអក្សរបានហើយអូខេយើងលុបអក្សរនេះចេញមកយើងសេពាក្យថា invoice បាទ invoice យើងអាចបដូរ font បានជាស្រ័យខ្ញុំទាញខ្ញុំដាក់វាធំចឹងហើយខ្ញុំទាញវាឡើងលើបាទខ្ញុំ select ហើយខ្ញុំដូរ font style អក្សររបស់យើងសិនបាទខ្ញុំយក font នេះចុះហើយខ្ញុំទៅឡើង size វាបន្តិចកន្លែងនេះយើងអាចប្រើនេះបានបាទយើងចូលមកជាស្រ័យចូលមក insert យកពាក្យ word នេះយើង design អក្សរហ្នឹងយកពណ៌ gold ហ្នឹងមកទៅពណ៌មាសរបស់យើងបាទដាក់បែបហ្នឹងមើលទៅវារៀងស្អាតដែរអូខេដាក់ invoice ដាក់ចំកណ្ដាលមកហើយយើងដាក់នេះអីគេ ID មកបាទ ID ហ្នឹងខ្ញុំចេះតែដាក់សិនណាបាទអញ្ចឹងអ្នកទាំងគ្នាបើសិនជាមាន ID ត្រឹមត្រូវយើងអាចដាក់ត្រូវតាមហ្នឹងណាបាទខ្ញុំយកខ្មែរ F បាត់ដំបងអត់ស្អាតទេខ្ញុំដូរ font សិនខ្ញុំយក font ហ្នឹងបាទហើយខ្ញុំដាក់ color ឲ្យវាខ្ញុំដូរពណ៌ខ្មៅទៅពណ៌អីផ្សេងខ្ញុំពណ៌នេះចុះហើយទាញវាមកដាក់ខាងក្រោមអូខេខ្ញុំបានប៉ុណ្ណឹងតោះចាំមានបន្តទៀតយើងធ្វើអីគេយើងសេសំម្ដងអញ្ចឹងនេះយើងក៏ប្រើ save ដែរណានេះបាទយើងប្រើ save ដូចគ្នាអញ្ចឹង save ហ្នឹងយើងដាក់នៅដែរតិចចូល insert មកយើងយក shape យើងយក rectangle ដល់ដែរយើងគូកុំធំពេកដូចបានហើយភាសាអក្សររបស់យើងរៀបច្រើនដែរគណៈយើងដាក់ធំពេកអស់ហើយអូខេខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំដូរពណ៌វាទៅជាពណ៌ដូចពណ៌នេះចុះដូចខាងលើដែរបាទតោះចឹងកន្លែងនេះដោយសារវាមានស្រមោលពីក្រោយshape របស់យើងនេះវាមានស្រមោលចឹងកន្លែងហ្នឹងបើសិនជាយើងចង់ដាក់វាដាក់ shadow ឲ្យវាក៏បានដែរយើងអាចប្រើ shadow បែបហ្នឹងឬក៏មួយទៀតយើងអាច copy វា Ctrl C Ctrl V មកយើង copy បាន2មកហើយនេះយើងដាក់ពណ៌ផ្សេងមកបាទហើយនេះទាញទៅដាក់លើវាមកហ្នឹងយើងអាចធ្វើវិធីហ្នឹងក៏បានដែរបាទ
ឲ្យស្មើស្អាតតិចមកអូខេយើងបានប៉ុណ្្នឹងហើយយើងតទៀតយើងដាក់វា2ហើយបាទយើងដាក់ប៉ុណ្្នឹងបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយកន្លែងនេះយើងបញ្ចូលព័ត៌មានដូចគេតិចមកហើយអក្សរនេះក៏ខ្ញុំប្រើ text box នេះណាបាទអញ្ចឹងបើសិនជាយើងសរសេរធម្មតាវាអាចនឹងពិបាកសរសេរតិចដោយឡែកបើសិនជាយើងប្រើ text box ងាយស្រួលក្នុងការយើងផ្លាស់ប្ដូរទីតាំងនៃអក្សររបស់យើងបាទអញ្ចឹងកន្លែងនេះខ្ញុំសរសេរពាក្យថា invoice បាទ invoice ហើយខ្ញុំសុំបដូរ font អក្សរតិចដោយសារ font ហ្នឹងខ្ញុំអត់ឆ្លាញ់ទេបាទខ្ញុំយក font នេះបាទ invoice ហើយពណ៌អក្សរខ្ញុំបដូរទៅពណ៌អក្សរវិញណាដាក់ដូចបាក់គេមកបាទ to អូខេហើយខ្ញុំសុំ copy មួយទៀតទៅតងទៅនឹងកន្លែង copy ខ្ញុំគិតថាអ្នកនរគ្នាចេះណាយើងអាចប្រើ shortcut Ctrl C Ctrl V បានបាទអូខេហើយនៅខាងក្រោមនេះក៏ខ្ញុំប្រើ text box ដែរបាទ copy នេះមួយមក Ctrl C Ctrl V នេះទាញវាមកក្រោមហើយអក្សរយើងបដូរវាទៅពណ៌ខ្មៅវិញណាដោយសារ background របស់យើងវាពណ៌សអក្សរយើងពណ៌សដែរគឺមើលឃើញទេបាទជិះដាក់ទៅពណ៌ខ្មៅកន្លែងហ្នឹងយើងសរសេរតាមគេមកបាទអូខេហើយនេះយើងបាទហ្នឹងយើង enter មួយមកហើយយើងបដូរ font នេះទៅត្រង់នឹង font នេះយើងប្រើ font ខ្មែរ Siem Reap បាទខ្មែរ Siem Reap digital marketing ខ្ញុំសរសេរខុសបាទ marketing TD អូខេយើងបើសិនជាវាទៅសេវាចុះបន្ទាត់បែបហ្នឹងយើងទាញវារៀងវែងតិចមកបាទកន្លែងហ្នឹងយើងសាច់លើយើងកំណត់ទេជំរាបបន្ទាប់យើងប្រើ phone យើងដាក់សញ្ញាចុច2មកអូខេខ្ញុំដាក់ប៉ុណ្ណឹងហើយព័ត៌មានបន្ទាប់គឺយើងទាញវាវែងតិចណាកន្លែងនេះបើសិនជាវាអស់បែបហ្នឹង CH address របស់យើងហ្នឹងអូខេទាញស្មើបែបហ្នឹងមកបាទអញ្ចឹងជំហានបន្ទាប់ខ្ញុំបង្ហាញពីអ្នកទាំងគ្នារបៀបដាក់នេះអញ្ចឹងនេះបើសិនជាយើងប្រើ shape យើងត្រូវគូវាម្ដងមួយដែរបាទបើសិនជាយើងចង់គូទាំងអស់ក៏បានដែរក៏តែយើងត្រូវប្រើ line មួយដើម្បីដាក់វាចេញពណ៌សបែបនេះហើយខ្ញុំគូ shape មួយប្រហែលហ្នឹងតែម្ដងខ្ញុំយក shape មកយក rectangle បាទខ្ញុំគូវាប៉ុណ្្នឹងមកកុំធំពេកកុំតូចពេកមើលមិនបានមកបាទយកពណ៌នេះគេមកស្រៀងគេក៏បានដែរទៅក្រូចពណ៌នេះចុះ node line ហើយនេះយើងអាចប្រើនេះបានយើងប្រើ line ណាទេចង់ភ្លេចដែរយើងប្រើ line នេះតែម្ដងទៅយើងគូវាយើងចំហៀងបែបនេះគេណាបាទអញ្ចឹងកន្លែងហ្នឹងយើងអាចសេរីសាយវាធំតិចនេះចូលកន្លែងនេះមកយើងយកកន្លែង base កន្លែងនេះវាអត់ស្មើវាដាក់ពណ៌សកន្លែងហ្នឹងបាទយើងដាក់បែបហ្នឹងមកយើងមើលទៅរៀងស្តៀងមកគេដែរយើង Ctrl C Ctrl V មកកន្លែងហ្នឹងបើសិនជាយើងប្រើ gradient ក៏បានដែរក៏តែនេះខ្ញុំបង្ហាញអ្នកនរគ្នាឲ្យយើងប្រើ shape ទាំងអស់ប្រើបែបហ្នឹងតែម្ដងបាទតោះទៀតយើងសេអក្សរនេះយើង copy អក្សរនេះមួយមក copy នេះតែម្ដង Ctrl C Ctrl V មកទាញវាដាក់នៅលើបាទអញ្ចឹងពេលយើងប្រើ text box វាងាយស្រួលក្នុងការបដូរទីតាំងបែបហ្នឹងបាទ
description កន្លែងនេះដាក់ price កន្លែងនេះដាក់តម្លៃមកហើយកន្លែង total បាទកន្លែងនេះ total បាទទាញវារៀងវែងតិចមកបាទដោយសារវាធ្លាក់មកក្រោមអូខេតទៀតគឺខ្ញុំនឹងទៅសរសេរនេះបាទអញ្ចឹងទាក់ទងនឹងទៅសរសេរនឹងប៉ុណ្ណេះគឺខ្ញុំនឹងប្រើ textbook ដដែលទេយក textbook នេះតែម្ដងហើយខ្ញុំលុបខាងលើនេះចេញបាទអញ្ចឹងទាក់ទងទៅនឹង line នេះបើសិនជាយើងអាចដាក់បានពីរបៀបបើសិនជាយើងចង់ដាក់យើងអាចដាក់បែបនេះបានបាទអញ្ចឹងទាក់ទងទៅនឹងការដាក់ line ហ្នឹងខ្ញុំបានអ្នកនរគ្នាមួយយើងអាចចូលមក home ហ្នឹងចូលមកកន្លែង border យើងយកនេះក៏បានដែរនេះយើងយក bottom border បាទអញ្ចឹងយកហ្នឹងក៏បានឬក៏យើងយក draw table នេះក៏បានដែរជាគូបានដូចគ្នាគូកន្លែងណាចេញឲ្យកន្លែងហ្នឹងឯងបាទក៏តែនេះវាចេញនេះយើងវាចេញបែបហ្នឹងយើងអាចសេរីវាបានឬក៏មួយទៀតយើងអាចធ្វើបានដូចគ្នាចូលមក insert យើងប្រើ shape ដល់ដែរបាទយើងយក line shape នេះមកហើយយើងគូវាដូចគ្នាណាដោយសារបើសិនជាវាបែបនេះយើងចុច C ឲ្យជប់ទៅវាត្រង់ហើយបាទចុច C មកកន្លែងនេះយើងអាចដូរ size បានយកមក shape outline មកយើងយកដូរ size រៀងធំតិចណាបាទហើយពណ៌យើងអាចដូរពណ៌បានដូចគ្នាដាក់ពណ៌ហ្នឹងបាទអូខេប៉ុណ្ណឹងអញ្ចឹងទាក់ទងទៅនឹងកន្លែងបង្កើត line ហ្នឹងយើងអាចដាក់បានដូចខ្ញុំដែរណាបាទអូខេយើងតទៀតយើងបញ្ចូលនៅកន្លែងនេះបាទអញ្ចឹងដោយសារកន្លែងនេះយើងបើសិនជាយើងប្រើ textbook មួយក៏បានដែរក៏តែបើសិនជាយើងចង់ប្រើវាយើងចង់ដាក់តាម textbook ទេយើងអាចទាញនឹងបានណាបាទអញ្ចឹងកន្លែងនេះខ្ញុំបង្ហាញអ្នកទាំងគ្នាដល់ខ្ញុំដាក់ textbook ហ្នឹងមួយផ្សេងពីគ្នាឬក៏យើងអាចដាក់ទាំងគ្នាបានយើងដាក់មកបាទឥឡូវខ្ញុំបង្ហាញអ្នកទាំងគ្នាយើងអាចប្រើ textbook មួយចុះងាយស្រួលក្នុងការសេរីជាងបាទយើងដាក់បែបហ្នឹងបានអានេះទាញឲ្យខ្លីតិចមកដោយសារតម្លៃវាថោកវាទូចទេបាទយើងដាក់ជាដុល្លារណាចុះកន្លែងនេះខ្ញុំសូមដាក់ដែរណាដោយសារខ្ញុំអត់ចង់ការលេខច្រើនបាទអញ្ចឹងទាក់ទងទៅនឹង line នេះយើងធ្វើដូចគ្នាណាអញ្ចឹងដោយសារខ្ញុំបង្ហាញហើយបាទអញ្ចឹងខ្ញុំសូមអត់បង្ហាញនៅកន្លែងហ្នឹងទេខ្ញុំសូម copy យកតែម្ដងទាញវាមកក្រោមបាទអញ្ចឹងដោយសារនៅកន្លែងនេះខ្ញុំកាត់បាទអញ្ចឹងនៅកន្លែងនេះហើយនៅខាងក្រោមនេះខ្ញុំកាត់ទេដោយសារវីដេអូរបស់យើងរៀងវែងអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងគ្នានឹងតន់នៅកន្លែងហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមដាក់បញ្ចូលណាខ្ញុំកាត់វីដេអូកន្លែងហ្នឹងចេញដោយសារខ្ញុំគិតថាខ្ញុំបង្ហាញនៅខាងលើនេះហើយអញ្ចឹងខ្ញុំឃើញថាអ្នកទាំងគ្នាមិនទាន់នៅចំណុចនេះទៀតណាបាទអូខេអញ្ចឹងជាចុងក្រោយនៃលំហាត់នេះគឺខ្ញុំនឹងគូ save មួយទៀតមកបង្ហាញអ្នកទាំងគ្នាគឺ save ចុងក្រោយរបស់យើងគឺ save បែបនេះបាទអញ្ចឹង save បែបហ្នឹងវាដែរទេយើងចូលមក insert ដល់ដែរមកបាទយើងចូលinsert នេះយកពាក្យ save មកហើយយក rectangle យើងគូ save តូចមួយសិនណាបាទសារ save របស់យើងវាមាន2អូខេយើងយកមួយហ្នឹងហើយកន្លែង outline នេះយើងអត់យកទេយើងមើលរបស់គេដាក់ពណ៌បាទពណ៌ហ្នឹងហើយយើងចូលដូរពណ៌មកបាទអញ្ចឹងចូល save field យកពណ៌ឲ្យគេមកឬស្តៀងមកគេក៏បានដែរយើងអាចទាញមកលើតិចណាកន្លែងហ្នឹងបាទឬក៏យើងដាក់ប៉ុណ្្នឹងក៏បានដែរតោះមួយទៀតយើងយក rectangle ដែរហើយយើងគូពីលើបែបនេះមួយមកកន្លែងហ្នឹងកុំធំពេកយើងអាចលេង style ឲ្យគេក៏បានដែរបាទគេដាក់ style បែបហ្នឹងយើងទាញវាឲ្យរៀងវែងតិចមកបាទអញ្ចឹង style របស់គេគឺយើងដឹងហើយដើម្បីដាក់ style បែបនេះបានយើងប្រើគេមិញយើងប្រើ edit point បាទអញ្ចឹង edit point យើងចុចមកស្ដាំមកយើងយកពាក្យ edit point យើងទាញវាមកបាទអូខេយើងទាញបែបហ្នឹងខ្ញុំយកប៉ុណ្ណឹងហើយកន្លែងនេះយើងបដូរ shape outline យើងណូមកហើយយើងយក shape fill យើងដាក់ពណ៌ឲ្យគេមកបាទអូខេអញ្ចឹងនេះវាការកតាមួយទៀតយើងអាចលុបបានយើងលុបយើងទុកហ្នឹងក៏បានដែរបាទអញ្ចឹងចុងបញ្ចប់នៃលំហាត់នេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាអ្នកទាំងគ្នានឹងទាន់បាទអញ្ចឹងបើមានចម្ងល់ឬក៏មិនយល់កន្លែងណាមួយអីអាចសួរខ្ញុំបាននៅក្រោមវីដេអូនេះណាបាទខ្ញុំនឹងឆ្លើយប្រាប់ទៅអ្នកទាំងគ្នាអូខេ
ចឹងជាចុងក្រោយក៏សូមបងប្អូនអ្នកទាំងគ្នាជួយ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងហើយបាទយើងមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទអរគុណហើយសូមជម្រាបលា